បងប្អូនអរគ្នាដោយសារតែមានការនិយមគាំទ្រនិងមាន comment សួរច្រើនមែនទែនតាមបណ្ដាញសង្គមដែលខ្ញុំបានបង្ហោះកាលពីមុនរដូវចូលឆ្នាំយើងកន្លងទៅនេះពាក់ព័ន្ធជាមួយនឹងដំណាំស៊ូហាវដែលជាប្រភេទដំណាំថ្មីមកពីប្រទេសកូរ៉េហើយកសិករខេត្តមណ្ឌលគិរីរបស់យើងបានដាំសាកល្បងហើយបងប្អូនគុំច្រឡំថាវាជាផ្លែស្រកានាគមិនមែនទេបងប្អូននេះគឺជាស៊ូហាវដែលមានពីរពណ៌គឺពណ៌បៃតងហើយនិងពណ៌ស្វាយបាទដំណាំស៊ូហាវនេះមើមប្រភេទមើមវាស្តៀងមើមយេនបន្តិចដែរដែលមានអ្នកខ្លះក៏គាត់យល់ច្រឡំអញ្ចឹងហើយឥឡូវដោយសារតែមានពុកម៉ែបងប្អូន comment សួរខ្ញុំច្រើនពេកហើយខ្ញុំពិបាកឆ្លើយតបជាមួយនឹងcomment ដែលមានចំនួនច្រើនលើសលប់អញ្ចឹងខ្ញុំក៏សម្រេចចិត្តមកថតម្ដងទៀតជាមួយនឹងលោកពូម្ចាស់ចំការនៅខាងក្រុងសែនរំខេត្តមណ្ឌលគិរីពាក់ព័ន្ធជាមួយនឹងដំណាំស៊ូហាវមួយនេះអញ្ចឹងដំណាំស៊ូហាវដូចជាខ្ញុំបានមកឃើញនេះគឺនៅសល់តិចណាស់បងប្អូនសល់នៅតិចមែនតើបាទសល់តិចដោយសារមានការនិយមគាំទ្រពីបងប្អូនប្រជាកសិកររបស់យើងបាទពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលគាត់ស្រឡាញ់គាំទ្រផលិតផលខ្មែរគឺគាត់កុំឲ្យគាត់ច្រឡំថាមើមយេននេះកុំឲ្យច្រឡំថាមើមយេនហើយនឹងមើមស៊ូហាវគឺខុសគ្នាបាទអញ្ចឹងហើយបានឥឡូវខ្ញុំចុះមកចំការផ្ទាល់ម្ដងទៀតដើម្បីអីដើម្បីបញ្ជាក់ឲ្យច្បាស់ថាឥឡូវនេះស៊ូហាវកំពុងមានវត្តមានដាំនៅខេត្តមណ្ឌលគិរីប៉ុន្តែកំពុងតែស្ថិតនៅក្នុងចំនួនតិចដោយសារគាត់បានលក់ចេញអស់ជាច្រើនហើយអញ្ចឹងចំការរបស់គាត់បើតាមការបានស្មានបាញ់មិញអាចនៅក្នុងទីពី150ទៅ200គីឡូប៉ុណ្ណោះដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលចង់ភ្លក់រសជាតិបន្លែថ្មីដែលដាំនៅលើទឹកដីខេត្តមណ្ឌលគិរីរបស់យើងជាមួយនឹងប្រភេទដំណាំមកពីប្រទេសកូរ៉េគឺដំណាំស៊ូហាវលោកអ្នកអាចទំនាក់ទំនងតាមរយៈលោកពូម្ចាស់ចំការផ្ទាល់តាមរយៈសហគមន៍មនោរម្យអញ្ចឹងណាសហគមន៍សាមគ្គីមនោរម្យខេត្តមណ្ឌលគិរីបាទហើយខ្ញុំនឹងដាក់លេខទំនាក់ទំនងនៅលើវីដេអូនេះផ្ទាល់សម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការជាវជាមួយនឹងប្រភេទដំណាំនេះហើយវាបើសុខភាពយើងវាជួយសុខភាពយើងបានច្រើនហើយបើតាមដែលខ្ញុំដឹងមួយទៀតហ្នឹងអ្នកខ្លះក៏គេយកទៅអ្នកនិយមភាសាបុកល្ហុងគាត់យកទៅហូបឆៅជាមួយបុកល្ហុងក៏បានស្ងោរជាមួយសាច់គោសាច់ជ្រូកឆ្អឹងគោឆ្អឹងជ្រូកក៏បានដូចគ្នាអញ្ចឹងសូមបញ្ជាក់បងប្អូនម្ដងទៀតខ្ញុំនឹងបន្តធ្វើវីដេអូជាក់ស្ដែងបើសិននៅពេលណាបន្លែនេះអស់ខ្ញុំនឹងអាប់ដេតថាអស់ហើយអញ្ចឹងពុកម៉ែបងប្អូនមិនបាច់ចាំកំងទេហើយមានតែរងចាំរដូវកាលក្រោយដោយសារត្រូវការប្រើពេលរហូតដល់ទៅ40 50ថ្ងៃបណ្ដាប្រមូលផលបានបើនិយាយពីរយៈពេលដាំទៀតចូលដល់3ខែនោះអញ្ចឹងមិនងាយស្រួលទេសម្រាប់ដំណាំមួយនេះហើយតម្លៃវាតែ5000រៀលទេក្នុង1គីឡូក្រាមអញ្ចឹងពុកម៉ែបងប្អូនអាចកំងគាត់បានតាមរយៈលេខទូរស័ព្ទហើយគាត់នឹងផ្ញើតាមរថយន្តឈ្នួលផ្សេងទៅដល់ដៃរបស់ពុកម៉ែបងប្អូនប៉ុន្តែគ្រាន់ថាសូមជួយទិញក្នុងចំនួនរៀងច្រើនបន្តិចទៅហើយនឹងជួយចេញថ្លៃសេវាឡានផងដោយសារតែគាត់ចំណាយនេះគឺទទួលបានផលតិចណាស់បងប្អូន1គីឡូ5000ណាហើយប្រើពេលដល់3 4ខែបងប្អូនអញ្ចឹងមានតែការគាំទ្រពីពុកម៉ែបងប្អូនពីមហាជនយើងទេទើបអាចជួយឲ្យកសិករយើងកាន់តែរីកចម្រើនបានបាទសូមអរគុណបាទអានេះវារឹងណាស់តើក្បាត់ធំដល់ពេលឲ្យគេសក់ចេះបងប្អូនសក់គេសក់គេសក់យកហ្នឹងអានេះបើតាមពិតប្រភេទវាដូចខាត់ណាដើមនិយាយរួមតើកាលណានេះវាចំណេញជាងហើយឆ្ងាញ់ជាងខាត់ណាដើមណាគេចិត្តចឹងហើយយកតែអាផ្អែមអាសាច់កដាលនេះមកជួយខ្ញោកបងប្អូនជឿខ្ញុំហូបឲ្យមើលអែមជាងនេះជួយខ្ញោកហ្មងខ្ញុំគាត់អ្នកខ្លះគាត់អត់ស្គាល់ឥឡូវខ្ញុំឲ្យថតវីដេអូឲ្យស្គាល់ហូបបានដល់ពេលបុកហុងវាក្បត់បុកហុងគេចិត្តឡើងចិត្តឡើងហ្នឹងគេហូបមួយអាបន្លែបុកហុងហើយបើយើងស្ងោរយើងកាប់ចេះមកបាទញ៉ាំបែបស្រួយញ៉ាំណាបងប្អូនហើយកុំភ្លេចជួយជាវតាមរយៈខ្ញុំបញ្ជាក់លេខទូរស័ព្ទម្ដងទៀត088 44 20 877បាទសូមអរគុណ